ท่านข้างขัดบริเวณก็จ้องซ้ำอะไรเนี่ยบาซื้อลูกท่าอำเภอละอ้อมันได้ชิ้นอำเภอไหนอำเภอกระมันได้ชิ้นอำเภอละอ้อที่ปะได้ก็ท่าบ้านยัยเรื่องอำเภอละอ้อมันนั่นในอำเภอกระมันได้ชิ้นอำเภอละอ้อมีนไปคลามันนึกได้เทิมเปอละอ้องบได้ศาสนาได้เนี่ยเทิมเปอกระนั่นก็มีนได้ตาหัดไอ้บ้านจีเจอในยัยท่าอำเภอกระมันชิ้นอำเภอละอ้อเป็นลูกรู้บาส้มลูกรู้ไม่ท่าช่วยเป็นเจ้าใจยังปีนิสัยระบบมนุษย์คือกรุ๊ปนี้คือมีนบาปบัศนยังในใจอันปีสักได้ละอ้อนนาเก้ก็อาจจะละอ้อบานได้แต่ตรองทางการละอ้อนู้คือละอ้อสำหรับครูนไอหรือก็ละอ้อสำหรับเนี่ยใจเว้ยเนี่ยคละมาตรงเวอร์ละอ้อคละคือละอ้อบานแต่สำหรับครูนไอแต่อาจละอ้อดอนเนี่ยใจคือมีนในทางสำหรับเนี่ยใจคือจะการกระวิงจังให้เตะตรงตะเลิกในใจอันปีการละอ้อหรือการกระไปคลายังเตยแต่ดาวตะเลโบดบอสดาวตะเลสลัดท้อดาวตะเลนิยมมันในของได้ไปปลุยนกนองโบดบอสนกนองนิยมมันในบ่เยอะยังกระถานั่นคือละอ้อสำหรับเยิงเติบเยิงบ่มเป็นในอ่อยบานตรำเต้าตามการในยังยลแต่ยังบานบ่มเป็นในนิยมมันในสำหรับเนตได้กำปงในจุ่มวิ่งเนตได้เยิงในทัวร์từนุเตจังช่วงอ่านในขนมเปรียกของปีตำนกการนาวัยได้จิตตีบรรตัวให้จิตเปรียมตูเปรียได้บานกอดตุกสำหรับยืนถึงออกนี้จีบใช้สำหรับคริสเตียนจะการรำลึกยืนถึงออกนี้ตัวเปรียมตูเปรียคือจะเปรียมตูเปรียให้สำหรับดาวดำรองยืนถึงออกนี้เอาโจต่อการเปรียให้บรรทีพลัวนึกจะพูดพระองค์หนึ่งสกอลปีสกัดบริสุทธิ์บอกเปรียแต่มวยคือในขนมเปรียกับปีตำนกการเลย30 ปีคือខ្ញុំអានចោះទេគឺខ្ញុំមិនអានទាំងអស់ឡើយដោយសារតែពេលវេលាអញ្ចឹងនៅក្នុងជំពូកទី37គឺជាទំនុករបស់ស្ដេចដាវីតនៅពេលនោះគឺលោកបានទ្រង់បានមានប្រសាសន៍បែបដូចនេះនៅក្នុងខ1កុំឲ្យក្តៅចិត្តដោយព្រោះមនុស្សដែលប្រព្រឹត្តអាក្រក់ឡើយក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរនេះគឺជាព្រះបន្ទូលដែលបានរំលឹកដាស់តឿនក្រៅរំលឹកយើងទាំងអស់គ្នានៅពេលដែលនរណាម្នាក់ឬក៏យើងឃើញទង្វើរបស់នរណាម្នាក់ដែលធ្វើទៅហាក់បីដូចជាធ្វើឲ្យយើងឈឺចាប់ធ្វើឲ្យយើងមានសេចក្តីមិនល្អកើតចេញពីទង្វើអាក្រក់ដែលយើងទទួលរងពីអ្នកដទៃដែលធ្វើនោះនៅពេលខ្លះទង្វើដែលគេធ្វើអាចជាអចេតនាក៏ថាបានហើយពេលខ្លះទៀតក៏ជាចេតនាដែលយើងរាប់ថាជាការអាក្រក់របស់អ្នកទីតីមួយទៀតដែលធ្វើមកប៉ះលើយើងក៏ប៉ុន្តែនៅក្នុងព្រះបន្ទូលព្រះអង្គទោះបីជាគេធ្វើក្នុងន័យចេតនាឬក៏អចេតនាសូមមើលពិចារណាមើលព្រះបន្ទូលរបស់ព្រះគឺបានប្រាប់កុំឲ្យក្តៅចិត្តដោយព្រោះតែមនុស្សដែលប្រព្រឹត្តអាក្រក់ហើយក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរកន្លែងនេះបើសិនជាយើងមើលអំពីបែងចែកពីរដែលខ្ញុំលើកឡើងខាងដើមប្រាប់ថាចេតនាហើយនិងអចេតនាក៏ប៉ុន្តែយើងមើលបែបដូចនេះវិញតាមបទបន្ទូលព្រះអង្គបានប្រាប់ថាទី1កុំឲ្យយើងក្តៅចិត្តនៅពេលដែលយើងឃើញមនុស្សដែលគេធ្វើអាក្រក់ទៅក៏ប៉ុន្តែមិនបានជាផ្លូវរបស់គេចេះតែរីកចម្រើនគេរកស៊ីមិនត្រឹមត្រូវខ្ញុំនិយាយឧទាហរណ៍ថាការរកស៊ីចុះហើយអធិស្ឋានសម្រាប់បងប្អូនអាជីវករផងដែរមិនថារកស៊ីខាងអីទេឬក៏លក់ដូរខាងអីទេបើប៉ះពាល់សូមអធិស្ឋានផងដែរក៏ប៉ុន្តែបើសិនជាមនុស្សទុច្ចរិតដែលរកស៊ីដោយកេងប្រវ័ញ្ចបោកបញ្ឆោតដោយទុច្ចរិតមិនថាកັບកេងដោយវិធីណាបោកបញ្ឆោតដោយវិធីណាទេក្នុងចេតនាអាក្រក់ហើយអាចេតនាអាក្រក់បោកបញ្ឆោតនឹងឯងមិនថាមានយើងជាឋានៈអ្នករកស៊ីតូចតាចឬក៏ឋានៈអ្នករកស៊ីធំនោះទេអញ្ចឹងយើងរកស៊ីក្នុងអំពើទុច្ចរិតបោកបញ្ឆោតឆោតលុយមិនថាប្រាក់រយប្រាក់ពាន់ឬក៏ប្រាក់លាននោះទេទាំងអស់ហ្នឹងគឺជាអំពើអាក្រក់ហើយយើងឃើញអ្នកដែលរកស៊ីក្នុងផ្លូវទុច្ចរិតយើងឃើញគេរកស៊ីដោយបោកបញ្ឆោតឯងចេះតែរីកចម្រើនទៅគ្មានច្បាប់ណាគ្មានបុគ្គលដែលមានអំណាចណាអាចចាប់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតបោកប្រាស់បោកបញ្ឆោតដែលធ្វើឲ្យមានការរងទុក្ខវេទនាឲ្យមានការអ្នកខ្លះដោយសារតែអំពើបោកប្រាស់របស់បុគ្គលម្នាក់ហ្នឹងគឺគេរហូតដល់មានអ្នកខ្លះគឺធ្វើអត្តឃាតសម្រាប់ខ្លួនដោយសារតែចាញ់បោក
របស់ជនបោកប្រាស់ហ្នឹងឬក៏អ្នកខ្លះទៀតមានការខ្លាយទៅជាកូនបំណុលដែលរងទុក្ខវេទនាជាខ្លាំងឈឺស្គមស្គាំងរហូតដល់ព្រាត់ប្រាសគ្រួសារក៏អាចថាបានដោយសារតែទង្វើបោកប្រាស់ទាំងអស់ហ្នឹងក៏ប៉ុន្តែមើលមកយើងវិញព្រះគម្ពីរប្រាប់ថាកុំឲ្យច្រណែនជាមួយនឹងមនុស្សបែបដូច្នោះកុំឲ្យច្រណែននៅពេលដែលឃើញមនុស្សអាក្រក់ដែលគេរីកចម្រើននៅក្នុងផ្លូវអាក្រក់របស់ខ្លួនកុំឲ្យច្រណែនជាមួយនឹងអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតបែបទាំងអស់ហ្នឹងអ្វីដែលគេធ្វើទាំងអស់ហ្នឹងគឺជាការមួយដែលនាំគេទៅកាន់ផ្លូវនៃសេចក្តីហិនវិនាសតែប៉ុណ្ណោះហើយយើងមើលនៅក្នុងខទី7គឺនេះគឺជាអ្វីដែលព្រះបន្ទូលព្រះអង្គបានលើកទឹកចិត្តយើងទៀតនៅក្នុងខទី7ចូលស្ងៀមនៅចំពោះព្រះយេហូវ៉ាកុំឲ្យចំណែននឹងមនុស្សអាក្រក់កុំឲ្យឈឺចិត្តកុំឲ្យតតាំងជាមួយនឹងមនុស្សអាក្រក់ត្បិតអីគេនឹងមានចុងបំផុតរបស់គេក៏ប៉ុន្តែចុងបំផុតនោះមិនមែនដោយសារតែយើងទេគឺព្រះបានមានបន្ទូលប្រាប់ថាឲ្យរងចាំដល់ព្រះយេហូវ៉ាចុះកុំឲ្យក្តៅចិត្តដោយព្រោះតែអ្នកទាំងអស់នោះដែលរីកចម្រើនក្នុងផ្លូវរបស់គេឡើយខទី8ចូលឈប់ពីសេចក្តីកំហឹងហើយបោះបង់សេចក្តីខូខើចោលចេញកុំឲ្យក្តៅចិត្តឡើយត្បិតគេនឹងនាំបាទត្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញព្រះអង្គបានប្រាប់ថាកុំឲ្យខឹងគេកុំឲ្យចំណែនគេកុំឲ្យឈឺចាប់កុំឲ្យធ្វើអ្វីដោយសារតែគេអាក្រក់ត្បិតអីអ្វីដែលយើងខឹងជួនកាលអាចនាំទុក្ខទោសដល់យើងអ្វីដែលយើងកំពុងតែតបតដោយកំហឹងរបស់យើងដោយឃើញគេធ្វើអាក្រក់ឲ្យយើងធ្វើដោយក្តៅក្រហាយដោយឆ្លើយតបទៅវិញយើងអាចនិយាយមួយម៉ាត់ថាយើងរកយុត្តិធម៌ដោយទង្វើរបស់យើងគឺយើងអត់បានរងចាំសេចក្តីមួយដែលត្រឹមត្រូវនៅពេលនោះព្រះអង្គបានប្រាប់ថាជួនកាលអាផ្លូវហ្នឹងមិនមែនជួនកាលទេប៉ុន្តែនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់មកលើខ្លួនវិញគឺវាធ្លាក់មកលើខ្លួនវិញដូច្នេះតើផ្លូវរបស់មនុស្សអាក្រក់តើមនុស្សអាក្រក់នឹងទៅជាយ៉ាងណានៅក្នុងខទី28នៅក្នុងខទី28ព្រះគម្ពីរទំនុកដំណើរលេខ37ដដែលបានប្រាប់ថាត្បិតព្រះយេហូវ៉ាទ្រង់សពប្រតិនឹងសេចក្តីយុត្តិធម៌ក៏មិនដែលបោះបង់ចោលពួកបរិសុទ្ធរបស់ទ្រង់ឡើយទ្រង់ថែរក្សាគេអស់កលជានិច្ចតែពូជមនុស្សអាក្រក់នឹងត្រូវកាត់ចេញវិញព្រះអង្គប្រាប់ថាព្រះអង្គទ្រង់សពប្រហាតីនឹងការពារអ្នកដែលប្រព្រឹត្តល្អអ្នកដែលសុចរិតអ្នកដែលបរិសុទ្ធអ្នកដែលដើរតាមផ្លូវទៀងត្រង់ជាពិសេសអ្នកដែលកោតខ្លាចដល់ព្រះគឺព្រះអង្គនឹងថែរក្សាដល់គេព្រះអង្គនឹងប្រទានពរដល់គេព្រះអង្គនឹងនាំឲ្យគេដល់ចុងបំផុតនៃជីវិតគឺនាំឲ្យគេទៅឯសេចក្តីសុខសាន្តល្អហើយព្រះអង្គនឹងសងនៅក្នុងព្រះគម្ពីរលូកាបានប្រាប់ថាព្រះអង្គនឹងសងទាំងញាត់ទាំងរលាក់ទៅដល់អស់អ្នកដែលគោរពនឹងធ្វើតាមបំណងប្រហាតីរបស់ព្រះវរបិតាគឺអ្នកព្រះអង្គនឹងសងឡើងវិញព្រះអង្គនឹងសងឡើងវិញទាំងញាត់ទាំងរលាក់ទៅដល់អ្នកដែលដើរតាមបំណងប្រហាតីរបស់ព្រះហើយនៅក្នុងនេះព្រះអង្គបានប្រាប់ថាសម្រាប់ពួកមនុស្សអាក្រក់គឺពូជរបស់មនុស្សអាក្រក់គឺព្រះអង្គប្រើពាក្យថាពូជរបស់មនុស្សអាក្រក់ហេតុអីបានព្រះអង្គមានបន្ទូលបែបដូច្នេះគឺពូជរបស់មនុស្សអាក្រក់ពីព្រោះការអាក្រក់នោះវាមានពូជរបស់វាគឺអារក្សដែលជាដើមចងអារក្សដែលជាសភាវៈអាក្រក់ហ្នឹងហើយវាជាអ្នកដែលបណ្ដាលវាជាអ្នកដែលនាំឲ្យមនុស្សនឹងឯងធ្វើអាក្រក់ហើយអ្នកដែលប្រព្រឹត្តតាមការអូសទាញការដឹកនាំរបស់អារក្សនោះនឹងមានចុងបំផុតរបស់វាដូច្នេះហើយសម្រាប់យើងដែលជាអ្នកដែលជាកូនរបស់ព្រះអង្គសពប្រហាតីឲ្យរស់នៅឲ្យរក្សានៅផ្លូវត្រឹមត្រូវនៅក្នុងខទី37ព្រះអង្គបានលើកទឹកចិត្តដល់យើងបានប្រាប់ចូលចំណាំមើលមនុស្សគ្រប់លក្ខវិញហើយពិចារណាមើលមនុស្សទៀងត្រង់ចុះត្បិតចុងបំផុតនៃមនុស្សនោះមានសេចក្តីសុខសាន្តត្រានចុងបំផុតអ្នកនោះនឹងមាននៅសេចក្តីសុខសាន្តត្រានខទី38បានប្រាប់ថាឯពួកមនុស្សរំលងច្បាប់ដែលនៅក្នុងខមួយបានប្រាប់គឺជាពួកដែលមនុស្សទុច្ចរិតពួកដែលរស់ស៊ីបោកបញ្ឆោតគេពួកអ្នកដែលកេងប្រវ័ញ្ចគេពួកអ្នកដែលធ្វើឲ្យអ្នកដទៃឈឺចុកចាប់នោះនេះគឺជាអ្វីដែលព្រះគម្ពីរប្រាប់ថាពួករំលងច្បាប់នោះនឹងត្រូវវិនាសទៅជាមួយគ្នាហើយចុងបំផុតនៃមនុស្សអាក្រក់នោះនឹងត្រូវកាត់ចេញគឺគេនឹងកាត់ចេញគេអត់មានចំណែកនៅក្នុងនគរព្រះគេអត់មានចំណែកជាមួយនឹងព្រះនោះទេគឺគេអត់មានចំណែកនៅក្នុងបញ្ជីជីវិតរបស់ព្រះជាកន្លែងដែលល្អសុខសាន្តអកលជានិច្ចទេដូច្នេះព្រះគម្ពីរប្រាប់ថាកុំឲ្យឈឺចិត្តដូច្នេះឲ្យអស់លោកបងប្អូនក្នុងការសង្ខេបនឹងខ្លីឡើងវិញការដែលធ្វើអាក្រក់គេអាចនឹងរីកចម្រើននៅក្នុងផ្លូវអាក្រក់របស់ខ្លួនក៏ប៉ុន្តែព្រះមិនដែលសពរហាតីទេផ្ទុយទៅវិញ
ការដែលគេរីកចម្រើននឹងឯងគឺព្រះអនុញ្ញាតឲ្យគេដើរដល់ចុងបំផុតឲ្យគេសមនឹងទទួលនៅអ្វីដែលខ្លួនគេបានធ្វើក៏ប៉ុន្តែសម្រាប់យើងអ្នកដែលដើរតាមផ្លូវដែលទៀងត្រង់អ្នកដែលដើរនៅចំពោះព្រះដោយគ្រប់លក្ខបើទោះបីជាខ្វះខាតយ៉ាងណាក៏មិនទៅលួចគេបើទោះបីជាកំសត់ជួបនៅទុក្ខលំបាកគេបៀតបៀនគេធ្វើបាបយ៉ាងណាក៏មិនបណ្ដោយខ្លួនឲ្យទៅធ្វើបាបមិនដើរតាមផ្លូវរបស់មនុស្សអាក្រក់ក៏ប៉ុន្តែរក្សាផ្លូវខ្លួននោះហើយដែលយើងដឹងថាព្រះវិញ្ញាណកំពុងតែគង់នៅកំពុងតែដឹកនាំយើងឲ្យយើងរស់នៅក្នុងសេចក្តីល្អឲ្យយើងបន្តធ្វើការល្អដោយកោតខ្លាចដល់ព្រះដោយប្រកាសថាព្រះកំពុងតែស្រឡាញ់បងប្អូនហើយនឹងខ្ញុំគឺព្រះអង្គស្រឡាញ់ទើបព្រះអង្គឲ្យយើងស្គាល់ការអាក្រក់ឲ្យយើងជៀសចេញពីការអាក្រក់ឲ្យយើងមកធ្វើការល្អវិញដូច្នេះសូមឲ្យយើងបានរងចាំឲ្យយើងរំពឹងមើលឲ្យយើងចំណាំមើលមនុស្សសុចរិតធ្វើជាគំរូហើយយកព្រះយេស៊ូវគ្រីស្ទជាទីពឹងហើយដើរតាមព្រះអង្គដោយគោរពកោតខ្លាចលើកតម្កើងដល់ព្រះកុំឲ្យឈឺចិត្តដោយសារតែមនុស្សអាក្រក់ឡើយបាទសូមព្រះបានប្រទានពរ